ល្បងកុំហៅយើងថាល្បងម្សិលមិញខ្ញុំរាប់អានគ្នាជាមួយនឹងឯងថ្ងៃនេះវ៉ាក់អ៊ូខ្ញុំកាត់ឲ្យផ្ដាច់ចំណងជាមួយនឹងឯងទៅចុះពីថ្ងៃនេះតទៅឯងដើរភ្លើរបស់ឯងយើងឆ្លងស្ពានរបស់យើងក៏មិនធំវ៉ាក់អ៊ូខ្ញុំលែងស្គាល់ត្រកូលហ៊ូឯងនេះទៀតហើយមិនខុសទេ72តួអក្សរក្រោយពេលដែលលោកម្ចាស់ឋានស៊ីថងស្លាប់មិត្តល្អរបស់គាត់លោកខាងឆាយឆាងបានសរសេរកំណាមួយបទគឺ72តួអក្សរគ្រប់តួគឺសិតតែជាទឹកភ្នែកពុកឲ្យឯងបង្រៀនសដល់ក្មួយតើឯងបង្រៀនពីរឿងផ្ដេសផ្ដាសអ្វីទៅហេតុអីបានចឹងពុកមិនក៏កកទៀតហើយឬមួយក៏គ្រូពេទ្យថ្មីដែលបងប្រុសចេញមកនោះបើកឆ្នាំគ្មានប្រសិទ្ធភាពទេពុកគឺត្រូវឯងបញ្ឈឺ2ឆ្នាំនេះពាក្យទំនឹមមួយផ្ទះនេះគឺឯងសរសេរអស់ប្រមាណ1000ដងពាក្យកំណាព្យល្អច្រើនយ៉ាងនេះឯងមិនសរសេរគឺចេះតែសរសេរពាក្យទំនឹមទាំងអស់នេះធ្វើអីបងខ្ញុំគឺចង់បង្ហាញពីក្តីនៅរលឹកដែលមានចំពោះលោកម្ចាស់ឋានបន្តិចឋានស៊ីថងស្លាប់ទាំង3ក្មេងគឺធ្វើឲ្យគ្រួសារឋានដាច់ពូជគេជាកូនអកតញ្ញូរបស់គ្រួសារឋានមានអ្វីគួរឲ្យនឹករលឹកមានអីគួរឲ្យគោរពទៅសុភាពបរោះមិនឈរនៅក្រោមជញ្ជាំងរលំទេកូនប្រុសហើយរាប់អានជាមួយមនុស្សបែបនេះបានផ្ដល់បញ្ហាប្រមាណឲ្យគ្រួសារយើងខ្ញុំដឹងពេលឆ្នាំមុនព្រះមហាក្សត្រយ៉ាងនេះចង់កាត់ក្បាលរបស់សុភាពបរោះ6នាក់ពុទ្ធទី2តែអត់ខ្លឹកនៅទីប្រហារច្បាប់ប៉ះពាល់ដល់រាជការបើខំតែលោកដីស្រែសុកបានពួកមន្ត្រីត្រូវគេចាប់យកទៅដាក់គុកយូរហើយតោះបងឯងទៅដើរលេងទៅតានិយាយជាមួយពុទ្ធទី2ឯងប្រមាណម៉ាត់សិនលាក់ដុសទឹកខ្មៅទៅបានមានជាចាប់ពេលនេះទៅឯងចូលក្នុងបន្ទប់សិភៅគឺហាត់តែអក្សរមួយតួប៉ុណ្ណោះបងជនជាតិអឺរ៉ុបប្រើកំភ្លើងល្បងកុំហៅយើងថាល្បងម្សិលមិញខ្ញុំរាប់អានគ្នាជាមួយនឹងឯងថ្ងៃនេះវ៉ាក់អ៊ូខ្ញុំកាត់ឲ្យផ្ដាច់ចំណងជាមួយនឹងឯងទៅចុះពីថ្ងៃនេះតទៅឯងដើរភ្លើរបស់ឯងយើងឆ្លងស្ពានរបស់យើងក៏មិនធំវ៉ាក់អ៊ូខ្ញុំលែងស្គាល់ត្រកូលហ៊ូឯងនេះទៀតហើយមិនខុសទេ72តួអក្សរក្រោយពេលដែលលោកម្ចាស់ឋានស៊ីថងស្លាប់មិត្តល្អរបស់គាត់លោកខាងឆាយឆាងបានសរសេរកំណាមួយបទគឺ72តួអក្សរគ្រប់តួគឺសិតតែជាទឹកភ្នែកពុកឲ្យឯងបង្រៀនសដល់ក្មួយតើឯងបង្រៀនពីរឿងផ្ដេសផ្ដាសអ្វីទៅហេតុអីបានចឹងពុកមិនក៏កកទៀតហើយឬមួយក៏គ្រូពេទ្យថ្មីដែលបងប្រុសចេញមកនោះបើកឆ្នាំគ្មានប្រសិទ្ធភាពទេពុកគឺត្រូវឯងបញ្ឈឺ2ឆ្នាំនេះពាក្យទំនឹមមួយផ្ទះនេះគឺឯងសរសេរអស់ប្រមាណ1000ដងពាក្យកំណាព្យល្អច្រើនយ៉ាងនេះឯងមិនសរសេរគឺចេះតែសរសេរពាក្យទំនឹមទាំងអស់នេះធ្វើអីខ្ញុំគឺចង់បង្ហាញពីក្តីនៅរលឹកដែលមានចំពោះលោកម្ចាស់ឋានបន្តិចឋានស៊ីថងស្លាប់ទាំង3ក្មេងគឺធ្វើឲ្យគ្រួសារឋានដាច់ពូជគេជាកូនអកតញ្ញូរបស់គ្រួសារឋានមានអ្វីគួរឲ្យនឹករលឹកមានអីគួរឲ្យគោរពទៅសុភាពបរោះមិនឈរនៅក្រោមជញ្ជាំងរលំទេកូនប្រុសហើយរាប់អានជាមួយមនុស្សបែបនេះបានផ្ដល់បញ្ហាប្រមាណឲ្យគ្រួសារយើងខ្ញុំដឹងពេលឆ្នាំមុនព្រះមហាក្សត្រយ៉ាងនេះចង់កាត់ក្បាលរបស់សុភាពបរោះ6នាក់ពុទ្ធទី2តែអត់ខ្លឹកនៅទីប្រហារច្បាប់ប៉ះពាល់ដល់
រិឆាបើខំតែលោកតាលោកដៃស្រាយសក់បានពួកមន្ត្រីត្រូវគេចាប់យកកដាក់គុកយូរហើយតោះបងឯងទៅដើរលេងទៅតានិយាយជាមួយពូទី2ឯងប្រហែលម៉ាត់សិនលោកទៅខ្មៅទៅបានយេជាចាប់ទៅពេលនេះទៅឯងចូលក្នុងបន្ទប់សិភៅគឺហាត់តែអសរមួយតួប៉ុណ្ណោះចឹងជាដល់ប្រាំកំ